បណ្ឌិតដឹងច្បាស់នៅកាយនេះថាដូចជាឆ្នាំងដីគប្បីរក្សាចិត្តនេះដូចជាគេរក្សានៅនគរយ៉ាងនោះឯងគប្បីច្បាំងជាមួយនឹងមាដោយអាវុធគឺបញ្ញាគប្បីរក្សានៅជំនះដែលបានឈ្នះហើយតែមិនទៅជាប់ជំពាក់ក្នុងជំនះនោះឡើយពួកជនណាទោះបីក្មេងក្តីចាស់ក្តីពាលក្តីបណ្ឌិតក្តីអ្នកមានក្តីអ្នកក្រក្តីជនទាំងអស់នោះតែងមានសេចក្តីស្លាប់នៅពីខាងមុខឆ្នាំងដីដែលស្មូនឆ្នាំងធ្វើទោះបីតូចក្តីធំក្តីឆ្អិនក្តីឆៅក្តីឆ្នាំងទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណាជីវិតមនុស្សសត្វទាំងឡាយក៏ដូច្នោះដែរព្រះបរមសាស្តាមានព្រះបន្ទូលដូចតទៅថាវ័យរបស់កថាគតចាស់ហើយជីវិតរបស់កថាគតមានប្រមាណតិចកថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅឯទីពឹងខ្លួនកថាគតបានធ្វើទុកហើយមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចុះកុំប្រមាទត្រូវមានស្មារតីមានសិលល្អមានតម្រេះតម្កល់ស្មារតីល្អចូលរក្សាចិត្តរបស់ខ្លួនឲ្យរឿយចុះបណ្ឌិតដឹងច្បាស់នៅកាយនេះថាដូចជាឆ្នាំងដីគប្បីរក្សាចិត្តនេះដូចជាគេរក្សានៅនគរយ៉ាងនោះឯងគប្បីច្បាំងជាមួយនឹងមាដោយអាវុធគឺបញ្ញាគប្បីរក្សានៅជំនះដែលបានឈ្នះហើយតែមិនទៅជាប់ជំពាក់ក្នុងជំនះនោះឡើយពួកជនណាទោះបីក្មេងក្តីចាស់ក្តីពាលក្តីបណ្ឌិតក្តីអ្នកមានក្តីអ្នកក្រក្តីជនទាំងអស់នោះតែងមានសេចក្តីស្លាប់នៅពីខាងមុខឆ្នាំងដីដែលស្មូនឆ្នាំងធ្វើទោះបីតូចក្តីធំក្តីឆ្អិនក្តីឆៅក្តីឆ្នាំងទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណាជីវិតមនុស្សសត្វទាំងឡាយក៏ដូច្នោះដែរព្រះបរមសាស្តាមានព្រះបន្ទូលដូចតទៅថាវ័យរបស់កថាគតចាស់ហើយជីវិតរបស់កថាគតមានប្រមាណតិចកថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅឯទីពឹងខ្លួនកថាគតបានធ្វើទុកហើយមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចុះកុំប្រមាទត្រូវមានស្មារតីមានសិលល្អមានតម្រេះតម្កល់ស្មារតីល្អចូលរក្សាចិត្តរបស់ខ្លួនឲ្យរឿយចុះ